បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុវណ្ណសាជាថ្មីថ្ងៃនេះពុកម៉ែខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុវណ្ណឃើញខ្យល់ព្យុះបាទប្រសិនបើជាពុកម៉ែបងប្អូនសុវណ្ណឃើញខ្យល់ព្យុះបកពុកម៉ែបងប្អូនលាក់ទៅឆ្ងាយចំនេះទីនៅក្នុងសុវណ្ណដូចនេះថាពុកម៉ែបងប្អូននឹងអស់គ្រោះមួយទៀតប្រសិនមកជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរការងារនោះពុកម៉ែបងប្អូននឹងត្រូវរុះរើទូនាទីការងារឬក៏កន្លែងរស់នៅរបស់ពុកម៉ែផងដែរប៉ុន្តែការរុះរើទូនាទីការងារឬក៏កន្លែងរស់នៅនេះគឺការផ្លាស់ប្ដូរក្នុងផ្លូវល្អបាទទាក់ទងនឹងពុកម៉ែបងប្អូនសុបិនឃើញខ្យល់ព្យុះគឺមានអត្ថន័យល្អសម្រាប់អ្នកសុបិនចំណែកលេខសំណាងវិញនោះគឺលេខ36លេខ38លេខ368លេខ380និង386បាទតើតងពុកម៉ែបងប្អូនសុបិនឃើញខ្យល់ព្យុះគឺមានអត្ថន័យឬការបកស្រាយខាងលើជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ